Sôm chô rùm ọp ọ sa tô, lô gà đom sân ấy tô sâm chăn nạ, để trời bàn tự tùl ca tành tăng chia pro thiên yêu gà than cho rọ thuy ti mùi, này à kèn yêu gà than ăn tao pro bè, ri thni phnom penh, để thằng ngày ti mà phay pram bay khai minia chanam pi pon mà phay pram ni, ai gà đom sân ấy ai sọc vi sana, à kèn yêu này à kèn yêu gà than ăn tao pro bè anh chơi đăng nòm, kịch pro chum buộc sơ rô bala ta pol ca nhi pro cham tray mia ti mùi, chanam pi pon mà phay pram. នឹងពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានច្រកទ្វារទី1ចំណុះអគ្គនាយកអន្តោប្រវេសន៍ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍តូទៀងសុខៀងប្រធាននាយកដ្ឋានរដ្ឋបាលសរុបឡើងអានអនុក្រឹត្យលេខ210អនុក្រតតចុះថ្ងៃទី10ខែមីនាឆ្នាំ2025ស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ទាប់មកឯកឧត្តមសេនីយ៍ឯកសុកវាសនា អគ្គនាយកអន្តោប្រវេសន៍បានប្រគល់អនុក្រឹត្យស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិដែលទើបតែងតាំងជូនលោកឧត្តមសេនីយ៍តូសឹមច័ន្ទណាប្រធាននាយកដ្ឋានច្រកទ្វារទី1នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានប្រសាសន៍នេះឱកាសនោះឯកឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តោប្រវេសន៍បានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំលោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ជាពិសេសលោកប្រធាននាយកដ្ឋានច្រកទ្វារទី1 កន្លងមកដែលបានខិតខំបំពេញការងារនាពេលកន្លងមកប្រកបដោយជោគជ័យនិងមានសាមគ្គីភាពល្អសម្រាប់បានសមិទ្ធផលថ្មីជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិបន្ថែមពីនេះឯកឧត្តមសេនីយ៍ឯកសុកវាសនាក៏បានសង្កត់ធ្ងន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍ដូចជាការងារច្រកទ្វារព្រំដែនជនភៀសខ្លួនជនបរទេសអន្តោប្រវេសន៍និងការការពារខឿនសន្តិសុខជាតិប្រយុទ្ធប្រឆាំងភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែនអំពើជួញដូរមនុស្សការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ការជួញដូរគ្រឿងញៀនការពង្រឹងច្បាប់អន្តោប្រវេសន៍ដើម្បីធានាក្នុងការគ្រប់គ្រងការចេញចូលស្នាក់នៅនិងប្រកបរបររបស់ជនបរទេសនិងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវស្ថិតក្រោមដំបូលច្បាប់និងគ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្ដោះអាសន្នជនបរទេសមិនមែនអន្តោប្រវេសន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល